ก็พิลอเทกาในชเนสมุทรมาเลเซียจีก็តំបន់ត្រូពិកដាច់ស្រយាលមួយគ្រប់ដណ្ដប់ដោយព្រៃក្រាស់និងហុំព័ទ្ធដោយថ្មពណ៌ព្រះទឹកអ្នកប្រមាណជនជាតិនៅវេសឡង់លោក Josh James និងចុងភៅជនជាតិអង់គ្លេស Matt Herbert ត្រូវបានអញ្ជើញមកប្រកួតប្រជែងការរស់រានមានជីវិតរលកបោកបក់ខ្លាំងណាស់ច្បាស់ជាមិនស្ងប់ស្ងាត់ទេកាលពីក្មេងពេលខ្ញុំអានរឿង Robinson Crusoe ខ្ញុំធ្លាប់ស្រមៃថាខ្លួនឯងជួបគ្រោះថ្នាក់លេខកប៉ាល់រួចធ្លាក់ទៅលើកោះស្ងាត់ពេលនេះខ្ញុំមានដៃគូ Friday របស់ខ្ញុំដែលច្បាស់ណាស់គឺជា Matt ហាយើងអាចជ្រើសរើសទីតាំងណាក៏បានលើលោកតែខ្ញុំបែរជាជ្រើសរើសកោះស្ងាត់ Matt និង Josh ចង់បង្ហាញថាពួកគេមិនត្រឹមតែអាចរស់រានមានជីវិតទេថែមទាំងអាចចម្អិនម្ហូបឆ្ងាញ់ពីធម្មជាតិលើកោះនេះទៀតផងអ្នកពូកែរកអាហារ Matt នឹងចូលព្រៃដើម្បីស្វែងរកត្រីស្លឹករុក្ខជាតិនិងផ្លែឈើចំណែកអ្នកប្រមាញ់ Josh ដោតទៅលើត្រីស្ទូចពណ៌ក្រហមក្នុងសមុទ្រនេះត្រីបារ៉ាគូដានិងសត្វមានសម្បកខ្ញុំរំភើបណាស់ដែលបានមកដល់កោះស្ងាត់នេះខ្ញុំគិតថាទីនេះមានគ្រឿងផ្សំរសជាតិអាស៊ីអាគ្នេយ៍ជាច្រើនកំពុងរងចាំខ្ញុំទៅរកនៅលើកោះស្ងាត់នេះលុះត្រាតែអាចធ្វើម្ហូបកម្រិតភោជនីយដ្ឋានបានទើបខ្ញុំសប្បាយចិត្តទីនេះមានត្រីកាច់ស៊ីសាច់ជាអាហារច្រើនត្រីធំទាំងនោះជាគោលដៅរបស់អ្នកនេសាទតែខ្ញុំចង់ដឹងថាតើខ្ញុំអាចចាប់វាបានមួយដែរឬទេJosh និង Matt បានប្រាប់កាពីតែនឲ្យមកយកពួកគេវិញនៅមួយសប្តាហ៍ក្រោយក្នុងអំឡុងពេលនេះពួកគេត្រូវពឹងផ្អែកលើខ្លួនឯងទាំងស្រុងទីនេះហើយជាផ្ទះរបស់យើងសម្រាប់រយៈពេល7ថ្ងៃខាងមុខទោះមានរឿងអ្វីកើតឡើងក៏ដោយពួកគេយកមកតែសម្ភារៈចាំបាច់បំផុតសម្រាប់ការរស់រាននៅលើកោះស្ងាត់ប៉ុណ្ណោះខ្ញុំបានយកឧបករណ៍នេសាទខ្លះមកមានម៉ាសវ៉ែនតាមួយទឹកនិងក្តារធ្នូនិងព្រួញហើយនឹងកាំបិតពីរបីព្រមទាំងឆ្នាំងស៊ុបហើយខ្ញុំមានអង្រឹងមួយផងដែររួចរាល់ហើយឬនៅ Robinson ខ្ញុំគឺ Robinson ឯងធ្វើដូចរឿងចប់បាត់ទៅហើយ Tom Hanks ហាដំបូងឡើយពួកគេត្រូវពិនិត្យមើលថាតើកោះនេះស័ក្តិសមនឹងការរស់នៅដែរឬទេខ្ញុំមិនត្រូវការអស់ទេនេះគឺជាចំណុចសំខាន់ធនធានរបស់យើងគឺនៅលើកោះនេះព្រះអើយព្រៃនេះពិបាកដើរឆ្លងកាត់ណាស់ដោយគ្មានផែនទីនិងត្រីវិស័យពួកគេពឹងផ្អែកលើបទពិសោធន៍របស់ Josh ទាំងស្រុងដើម្បីស្វែងរកប្រភពទឹកទីនេះពោពេញដោយរុក្ខជាតិបន្លាការធ្វើដំណើរពិតជាមានការលំបាកខ្លាំងណាស់ទីនេះពិតជាមិនមែនជាកោះឋានស៊ុបទេអូនៅទីនោះមានបឹងមួយវាមើលទៅមិនសូវច្បាស់ទេវាហាក់ដូចជារណ្ដៅចាស់មួយអូមើលនោះឯងឃើញទេសត្វទន្សងធំមួយក្បាលបានមុជចូលទៅក្នុងទឹកបាត់ហើយមើលទៅមានជីវិតផ្សេងទៀតរស់នៅលើកោះនេះទីនេះក៏អាចមានក្រពើទឹកប្រៃផងដែរក្រពើទឹកប្រៃអាចលូតលាស់ដល់ប្រវែង5 ម៉ែត្រពួកវាពូកែលាក់ខ្លួនចាំវាប្រហារណាស់ហើយអាចបើកការវាប្រហារនៅក្បែរមាត់ទឹកបានខ្ញុំនឹងសាកល្បងដោយប្រុងប្រយ័ត្នដើម្បីមើលថាទឹកនេះប្រៃប៉ុណ្ណាខ្ញុំព្យាយាមមិនឲ្យវាស៊ីនៅថ្ងៃដំបូងឡើយយកចិត្តទុកដាក់សុវត្ថិភាពនិងប្រយ័ត្នផងទឹកនេះពិតជាប្រៃខ្លាំងណាស់ចង្រៃចំណុចទី1ទឹកនេះមិនអាចផឹកបានទេព្រោះទីនេះជាតំបន់ទឹកចូលឲ្យតែមានខ្យល់ព្យុះទឹកសមុទ្រនឹងបោកបក់មកទីនេះហើយហូរចូលក្នុងបឹងនេះផ្ទាល់តែម្ដងដើរតាមមាត់ទឹកបន្តសង្ឃឹមថានឹងរកឃើញអូមួយសង្ឃឹមថាក្នុងនោះមានទឹកសាបតែវាមិនដូច្នោះទេចាប់ផ្ដើមមកមិនសូវបានល្អសោះបើគ្មានទឹកមិនដល់3ថ្ងៃផងពួកគេនឹងស្លាប់ដោយសារខ្វះជាតិទឹកនេះជាបាតទន្លេមើលនេះពេលនេះពួកយើងយ៉ាប់ហើយមែនហើយវិស្មការលើកោះស្ងាត់របស់យើងប្រហែលជាត្រូវបញ្ចប់ត្រឹមនេះនៅពេលខ្លះឧទាហរណ៍ដូចជានៅរដូវវស្សាទឹកអាចហូរមកដល់ទីនេះបានយ៉ាងងាយប៉ុន្តែច្បាស់ណាស់ថាពេលនេះមិនមែនជារដូវនោះទេពួកយើងត្រូវបន្តដំណើរទៅមុខទៀតដើម្បីស្វែងរកប្រភពទឹកបន្ទាប់Josh ដឹងថាទីតាំងដែលពួកគេមានឱកាសរកទឹកបានគួរតែនៅផ្នែកខាងលើនៃបាតទន្លេដែលឆ្ងាយបន្តិចតែមិនដឹងថាឆ្ងាយដល់កម្រិតណាទេប្រសិនបើដើរតាមបាតទន្លេបញ្ច្រាស់ឡើងលើប្រហែលជាមានសង្ឃឹមរកឃើញត្រពាំងទឹកអាកាសធាតុកំពុងតែចាប់ផ្ដើមក្តៅហើយមិនដឹងថាម៉ោងប៉ុន្មានទេពេលនេះការស្វែងរកទឹកមិនគួរណាពិបាកយ៉ាងនេះសោះ
យើងចំណាយពេលពេញមួយថ្ងៃដើម្បីឆ្លងកាត់ព្រៃពិតជាគួរឲ្យឈឺក្បាលណាស់អញមិនអីទេមែនទេបាទឯងក៏មិនអីដែរមែនទេអ្វីទៅឯងឈឺក្បាលមែនទេកិច្ចការនេះធ្វើឲ្យខ្ញុំឈឺក្បាលខ្លាំងណាស់តើឯងមានអារម្មណ៍ថាស្ងួតទៅស្រេចទៅទេបាទនៅពេលដែលឯងមានអារម្មណ៍ថាស្ងួតមាត់នោះស្ថានភាពចាប់ផ្ដើមមិនសូវល្អហើយការខ្យល់កោដោយសារកម្ដៅគឺជារឿងគួរឲ្យខ្លាចណាស់នេះមិនមែនជារឿងលេងសើចឡើយយល់ហើយខ្ញុំត្រូវរកទឹកឲ្យបានហើយត្រូវតែលឿនការឈឺក្បាលនិងអស់កម្លាំងជារោគសញ្ញាដំបូងនៃការខ្វះជាតិទឹកពួកគេកំពុងត្រូវការទឹកយ៉ាងខ្លាំងJosh មានបទពិសោធន៍រស់រានមានជីវិតក្នុងព្រៃ15ឆ្នាំគាត់ដឹងថាត្រូវទៅរកទឹកនៅកន្លែងណាវាគឺជាវលឹបមួយប្រភេទតើមានន័យថាម៉េចគឺនៅក្នុងវាមានផ្ទុកជាតិទឹកវាពិតជាស្រស់ស្រាយណាស់ទឹកវលនេះពិតជាមានរសជាតិស្រស់ថ្លាពិតមែនហើយអស់ហើយពិតជាគួរឲ្យអស់សង្ឃឹមណាស់តោះយើងទៅឯងមិនអីទេមែនទេមិនអីទេទឹកវលនេះបានជួយឲ្យម៉ាតមានកម្លាំងឡើងវិញបន្តដំណើរទៅមុខទៀតត្រូវដើរចូលទៅផ្នែកខាងក្នុងនៃកោះប្រហែល2គីឡូម៉ែត្រដោយត្រូវកាត់ព្រៃដ៏ក្រាស់ឃ្មឹកពួកគេត្រូវរកប្រភពទឹកនៅទីនោះមានទឹកហើយអូហាខ្ញុំឃើញទឹកនៅទីនោះហើយនេះគឺជាប្រភពទឹកទន្លេនីលណែលទឹកនេះថ្លាណាស់ហើយជាទឹកសាបទៀតអាចផឹកបានប៉ុន្តែត្រូវដាំឲ្យពុះសិនទើបអាចផឹកបានត្រឹមត្រូវគ្រាន់តែដាំឲ្យពុះ3នាទីទឹកនេះអាចផឹកបានហើយតាមគំនិតខ្ញុំឲ្យតែមិនមែនជាទឹកសមុទ្រគឺអាចផឹកបានទាំងអស់អញ្ចឹងយកទឹកទៅដាំទៅ Josh និង Matt កំពុងដាំទឹកព្រមទាំងត្រូវបោះជំរំមុនពេលមេឃងឹតការចងចំណងនេះគួរឲ្យចាប់អារម្មណ៍ណាស់ឯងហៅវាថាអ្វីបាទមិនដឹងទេពេលនេះនៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេអញ្ចឹងហៅថាសម្រាប់តែចុងភៅប្រើចុះហាសុំទោសខ្ញុំធ្លាប់ចូលរួមកាយរិទ្ធបំបត្តិការស្រេកទឹកបានល្អណាស់នេះច្បាស់ណាស់ថាមិនមែនជាទឹកបរិសុទ្ធល្អបំផុតលើលោកទេប៉ុន្តែប៉ុណ្ណឹងគឺល្អហើយមកបានទាន់ពេលល្អណាស់ពន្លឺថ្ងៃឆាប់ងឹតណាស់ពួកគេត្រូវចេញទៅរកអាហារពេលដំបូងរបស់ពួកគេសម្រាប់ប៉ុន្មានថ្ងៃនេះពួកយើងទៅចាប់ត្រីត្រូវរកនុយសិនក្តាមសម្បុកខ្យងជានុយដ៏ល្អខ្ញុំបានត្រៀមឧបករណ៍នេសាទជាមូលដ្ឋានមកជីក្រូនមួយនៅផ្នែកខាងក្រោមពេលនេះត្រូវប្រើក្តាមសម្បុកខ្យងធ្វើជានុយឥឡូវយើងទៅកាន់ថ្មប៉ព្រះទឹកនោះដើម្បីស្វែងរកសត្វធំយឺតពេលហើយដាក់វាទៅលើផ្លែសន្ទូចទៅប៉ុន្តែ Josh ជឿថានៅលើច្រាំងក៏អាចរកត្រីបានដែរស្ទូចបានអីទេសារាយស្ទូចបានសារាយមួយដុំកុំបារម្ភអីពួកយើងនឹងទៅកាន់សមុទ្រដើម្បីប្រមូលយកអាហារទុកវាចោលនៅទីនេះសម្រាប់ស្ទូចពេលយប់ទៅចុះថ្ងៃស្អែកត្រៀមឧបករណ៍ឲ្យបានរួចរាល់ពួកយើងនឹងទៅកាន់កែងខាងនោះរួចមុជទឹកចុះទៅក្រោមច្បាស់ជារកបានរបស់ហូបមិនខាននៅពេលដែលថ្ងៃទី1ត្រូវបានបញ្ចប់ពួកគេរកបានទឹកនិងកន្លែងស្នាក់នៅប៉ុន្តែមិនមានអាហារទេវាខុសគ្នាដាច់ស្រឡះពីការរស់នៅបែបស្ដេចសោយរីកទេសភាពពិតជាស្អាតណាស់គួរឲ្យស្ដាយទេសភាពស្អាតយ៉ាងណាក៏ស៊ីមិនកើតដែរទីនេះពោពេញទៅដោយក្តាមសម្បុកខ្យងគ្មាននុយណាដែលល្អជាងនេះទេអូយចង្រៃព្រះឲ្យឯងឃើញទេក្តាមចង្រៃនេះហ៊ានគៀបជើងរបស់ខ្ញុំពិតជាមិនគួរឲ្យជឿសោះវារត់បាត់ទៅហើយចុងភៅជនជាតិអង់គ្លេស Matt Talbot និងអ្នកប្រមាញ់ជនជាតិ Nouvelle Zélande Josh James នៅលើកោះដាច់ស្រយាលក្នុងប្រទេសម៉ាឡេស៊ីបានឆ្លងកាត់យុគដំបូងនៃការរស់រានមានជីវិតពួកគេចង់បង្ហាញថាខ្លួនអាចពឹងផ្អែកតែលើឧបករណ៍ធម្មតាអាចប្រើប្រាស់គ្រឿងផ្សំដែលរកបានមកធ្វើជាម្ហូបឆ្ងាញ់បានប៉ុន្តែបច្ចុប្បន្នពួកគេរកមិនបានអ្វីទាំងអស់ត្រៀមខ្លួនចេញទៅរកអីហូបហើយឬនៅបាត់រួចរាល់ហើយ